ទីកន្លែងនេះគឺជាព្រះរាជាដំណាក់ព្រះមហាក្សត្រខ្មែរសង់នៅលើកំពូលភ្នំដែលមានកម្ពស់700ម៉ែត្រពីនីវ៉ូសមុទ្រដែលបានបន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយមហើយបងប្អូនមួយចំនួនដែលមកទស្សនាទីនេះមិនសូវបានចាប់អារម្មណ៍ហើយទីកន្លែងនេះត្រូវបានគេស្គាល់ថាដំណាក់ស្ដេចស្ថិតនៅលើឧទ្យានជាតិព្រះសរាមរតកុសុមគិរីរម្យបាននិយាយអំពីដំណាក់ស្ដេចខ្មែរឬព្រះរាជាដំណាក់នេះគឺជាកន្លែងស្នាក់អាស្រ័យផ្លូវការឬជាកន្លែងលំហែកាយរបស់ព្រះមហាក្សត្រខ្មែរដែលបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្ត្រសិល្បៈស្ថាបត្យកម្មនិងការផ្លាស់ប្ដូររបបនយោបាយជាច្រើនសម័យកាលក្នុងនោះផងដែរមានកន្លែងជាច្រើនដែលស្ដេចទ្រង់បានឲ្យគេសាងសង់ឡើងធ្វើជារាជដំណាក់បែបនេះមានដូចជារាជដំណាក់ស្លាខ្មៅសាងសង់ពីបាយអបិទដោយឈើស្លាខ្មៅក្នុងឆ្នាំ1936នៅលើភ្នំបូកគោដំណាក់ស្ដេចខេត្តស្ទឹងត្រែងដំណាក់ស្ដេចនៅលើកំពូលភ្នំកែបកសាងឡើងក្នុងឆ្នាំ1962ជាដើមរួមទាំងដំណាក់ស្ដេចលើភ្នំគិរីរម្យនេះផងដែរមុននឹងចូលទៅដល់ព័ត៌មានលម្អិតស្ដីអំពីដំណាក់ស្ដេចនេះខ្ញុំសូមនិយាយអំពីឧទ្យានជាតិព្រះសរាមរតកុសុមគិរីរម្យបន្តិចឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បីក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេសកម្ពុជាហើយគិរីរម្យក៏ជារមណីយដ្ឋានដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលពីក្នុងសម័យសង្គមរាស្ត្រនិយមនិងត្រូវបានបង្កើតឡើងក្នុងឆ្នាំ1940ដោយនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់ដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណ8401ហិកតា រមណីយដ្ឋានឧទ្យានជាតិនេះសម្បូរទៅដោយទេសភាពល្អប្រណិតលំអដោយដើមស្រល់ដុះពីធម្មជាតិនៅលើខ្ពង់រាបគិរីរម្យជ្រោះទឹកធ្លាក់ជាច្រើននៅលើនិងសត្វមរគីជាច្រើនដំបូងរស់នៅទីនេះដោយសម្ដេចព្រះបាទនរោត្តមសីហនុទ្រង់បានធ្វើព្រះរាជទស្សនកិច្ចជាលើកដំបូងតាមរយៈដំរីនៅឆ្នាំ1944ហើយនៅពេលនោះព្រះអង្គក៏បានសពព្រះរាជហឫទ័យនិងសម្រស់ព្រៃភ្នំធម្មជាតិទាំងនេះចំពោះសំណង់ព្រះរាជដំណាក់នៅលើភ្នំគិរីរម្យនេះគឺក្រោយទទួលបានឯករាជ្យពីបារាំងព្រះបាទសម្ដេចនរោត្តមសីហនុព្រះបរមរតនកោដ្ឋបានបញ្ជាឲ្យសាងសង់ព្រះរាជដំណាក់មួយដ៏ប្រណិតដែលមានភូមិគ្រឹះ4ខ្នងនៅលើភ្នំគិរីរម្យដែលក្រោយមកត្រូវបានបង្កើតជាឧទ្យានជាតិព្រះសរាមរតកុសុមគិរីរម្យនេះឯងរហូតមកដល់បច្ចុប្បន្នព្រះរាជដំណាក់មានការខូចខាតជាច្រើនក៏ប៉ុន្តែបងប្អូននៅតែអាចទស្សនាបានក្រៅពីសំណង់ផ្ទះក៏មានសំណង់ខ្លះសេសសល់ដូចជាជញ្ជាំងនិងសសរធ្វើអំពីថ្មធម្មជាតិរូបសំណាកបាយ័នរង្វង់មូលនិពន្ធបង្គោលគីឡូម៉ែត្រនិងថ្នល់ម៉ាកាដាំឬក៏កស៊ូលីដុំថ្មដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងផងដែរការធ្វើដំណើរពេញមួយថ្ងៃនៅលើក្នុងភ្នំគិរីរម្យនេះខ្ញុំបានសង្កេតឃើញថានៅលើភ្នំនេះមានកន្លែងស័ក្តិសិទ្ធិក៏ដូចជាបូជនីយដ្ឋានជាច្រើនកន្លែងផងដែរដូចជាអតីតព្រះរាជាដំណាក់ព្រេងនិទានអំពីភ្នំនេះដោយពីមុនគេហៅភ្នំនេះថាភ្នំវរវង្សស្រវង្សតាមរយៈប្រជុំរឿងព្រេងខ្មែរភាគទី6ទំព័រ113ដល់129បើសិនជាបងប្អូនបានឮឈ្មោះថាភ្នំវរវង្សស្រវង្សយើងសប្តាហ៍ថ្ងៃនេះដូចជារឿងងឿងឆ្ងល់បន្តិចដែរព្រោះនឹកទៅពុំធ្លាប់បានឮឈ្មោះនេះនៅទីណាឲ្យជាក់ច្បាស់សោះលើកលែងតែអ្នកចាស់ទុំឬក៏អ្នកដែលរស់នៅជិតទីកន្លែងនោះផ្ទាល់តែម្ដងតាមពិតឈ្មោះភ្នំវរវង្សស្រវង្សមានជាប់នៅក្នុងរឿងព្រេងយើងគឺគេសម្គាល់យកភ្នំវែងអន្លាយចាប់តាំងពីក្នុងខេត្តកំពង់ស្ពឺរហូតទៅដល់ទឹកដីខេត្តកោះកុងសពថ្ងៃបាននិយាយឲ្យចំទៅទៀតគឺភ្នំគិរីរម្យនេះឯងឈ្មោះគិរីរម្យជានាមថ្មីទៅតែប្រតិស្ថានរវាងឆ្នាំ1930ប៉ុណ្ណោះដូច្នេះហើយបានជាអ្នកផងតែងឆ្ងល់ថាឈ្មោះគិរីរម្យមិនសមជាឈ្មោះពីបរមរានសោះសមតែជានាមថ្មីដែលអ្នកចេះភាសាបាលីទៅតែសន្មតឡើងមតិនេះយល់ត្រូវណាស់ព្រោះតាមឯកសារដែលមានខ្លះដូចជានៅក្នុងក្រមជំនុំទំនៀមទម្លាប់និងតាមការសាកសួរចាស់ៗដែលនៅចេះចាំរឿងនេះបានបញ្ជាក់ថាពីដើមភ្នំគិរីរម្យទាំងមូលរួមបញ្ចូលទាំងភ្នំជិតខាងផងដែរដោយអ្នកស្រុកហៅថាភ្នំវរវង្សស្រវង្សទាំងអស់ទើបតែនៅក្នុងរវាងគ្រិស្តសករាជ1930ដល់1931ប៉ុណ្ណោះទើបមាននាមថ្មីគិរីរម្យនេះកើតឡើងចុះសម្រាប់បងប្អូនវិញធ្លាប់ដឹងអំពីរឿងរ៉ាវនេះពីមុនឬអត់សូមខមមិននៅខាងក្រោមវីដេអូនេះផងដោយមកគិរីរម្យលើកនេះខ្ញុំបានយកទឹកពិសាហៃថេកមកជប់ជាមួយដោយទឹកពិសាហៃថេកគឺជាទឹកពិសាដែលមានការច្រោះសម្អាតនិងសម្លាប់មេរោគដោយប្រព័ន្ធចម្រោះឆ្លាតវៃដែលជាបច្ចេកវិទ្យាចុងក្រោយរបស់សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ជាពិសេសគឺជាមោទកភាពផលិតផលខ្មែរក្នុងឆ្នាំ2026នេះទឹកពិសាហៃថេកទើបទទួលបានមេដាយកម្រិតមាសចំនួន4គ្រឿងបន្ថែមទៀតពីស្ថាប័ន Mon Selection អន្តរជាតិហើយមកដល់ពេលនេះគឺទទួលបានចំនួន3ឆ្នាំជប់គ្នាហើយអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត See you for the next video ទឹកពិសាហៃថេកដើម្បីសុខភាពលោកអ្នក
Thank you.